Spojrzałem z tobą do postydаться враги его, да постыдятся, да покаются. Смотри, воинства небес сияют. Hai dương nên ní ọt đấng vừa ấy không niêm chỉ nị sứt miền tại com riêng sốt hai từ lót tới có sang và tê hiện vậy. Sọp để Campuchia miền sừng kêu mũi thay trong sòng pia bong phô để chỉ nị sứt không ai dương. Canada bật dương khăng cứ nẹt đó tẹt ai mừng gì dương ba này. ការដែលមានសង្គ្រាមធ្វើឲ្យប្រជាជនឈឺចាប់ ថ្ងៃនេះពួកយើងមកមើលនៅពហិមួយដែលធ្វើពីសំណល់រថក្រោះរបស់អាល្លឺម៉ង់រុស្ស៊ីយកមកធ្វើជាពហិតែម្ដងហើយស្របពេលដែលកម្ពុជាមានសង្គ្រាមមួយថៃខ្ញុំចង់សម្ភាសបងប្អូនដែលជានិស្សិតខ្មែរយើងតើមានអារម្មណ៍មិនដែរក្រោយពីមើលពហិហ្នឹងហើយ នឹកឃើញនឹងកោតសរសើរដល់ព្រះបរោះដែលបានការពារទឹកដី ស្ងាយសរសើរអីដែលគាត់បានធ្វើមែនទេគុំសេងគាត់នឹងគិតមិនដែរ ពួកខ្ញុំឲ្យខ្ញុំរំលឹកថាការដែលមានសង្គ្រាមធ្វើឲ្យប្រជាជនឈឺចាប់ចឹងទៅប្រទេសមួយដែលរងការឈឺចាប់តែងតែបង្កើតអ្វីមួយដើម្បីការរំលឹកខ្លួនឯង អរគុណចុះអូនឯង សម្រាប់ខ្ញុំវាក្រៅរំលឹកដល់មនសិការស្នេហាជាតិរបស់ប្រជាជនរបស់ប្រទេសជាតិមួយដែលមានមនសិការស្នេហាជាតិក៏ដូចជាការក្រៅរំលឹកទៅដល់បុព្វបុរសដែលបានលះបង់អាយុជីវិតផ្ទាល់ខ្លួនដើម្បីការពារប្រទេសជាតិមួយឲ្យបានរីកចម្រើនកាន់តទៅមុខទៀត That's good មកសុំម្នាក់ម៉ាត់ បាទសម្រាប់ខ្ញុំវាពិតជាអស្ចារ្យអញ្ចឹងខ្ញុំសង្ឃឹមថាថ្ងៃមុខនៅប្រទេសកម្ពុជាយើងមានដូចគ្នាដើម្បីរំលឹកដល់ដូនតាព្រះបរោះខ្មែរយើង ពេលពួកគាត់លះបង់មែនទេណាអរគុណអូនសុំមួយដែរ ចំពោះខ្ញុំវិញគឺរំលឹកពីភាពឈឺចាប់រវាងសង្គ្រាមដែលថៃឈ្លានពានកម្ពុជា អរគុណមករីសា សម្រាប់ខ្ញុំអត់មានអីច្រើនទេគ្រាន់តែចង់ឲ្យយើងខិតខំកសាងប្រទេសយើងកាន់តែខ្លាំងហើយយើងទាំងអស់គ្នាខិតខំប្រឹងប្រែងសិក្សារៀនសូត្រហើយដើម្បីកសាងប្រទេសយើងកាលណាតែប្រទេសយើងខ្លាំងគឺអ្នកដទៃអាចមើលងាយយើងបានទេ ល្អមែនទេអរគុណអូនអញ្ចឹងបងប្អូនទាំងអស់គ្នាក្នុងនាមយើងជានិស្សិតនៅនេះយើងពិតជាស្ងើចសរសើរនៅអីដែលគេកំពុងធ្វើហើយយើងសង្ឃឹមថាថ្ងៃមុខនឹងមានអីដូចគ្នាដើម្បីបង្ហាញអំពីការលះបង់ហើយជាមួយគ្នាយើងក៏សង្ឃឹមដែរថាប្រជាជនរបស់យើងនឹងបន្តពហិការនៅទំនិញថៃឈប់ប្រើប្រាស់ហើយចូលរួមដើម្បីប្រទេសជាតិរបស់យើងហើយយើងនៅនេះអត់ដឹងធ្វើអីទេក្នុងនាមជានិស្សិតមានតែខំរៀនសូត្រហើយត្រឡប់ទៅកសាងប្រទេសយើងវិញអរគុណជម្រាបលាមនុស្សជាច្រើននៅក្នុងប្រទេសកម្ពុជាប្រាថ្នាចង់ឃើញព្រិលហើយនេះគឺជាការសម័យរបស់យើង ប៉ុន្តែនេះគឺជាការពិត បងប្អូនឃើញហើយមិនដែរមានអារម្មណ៍ថាចង់មកឃើញព្រិលទៀតអត់ខ្ញុំនិយាយមែនបើសិនមកលេងទៅសប្បាយប៉ុន្តែមករស់នៅអើយវេទនាណាស់ល្អិលក៏ល្អិលមួយថ្ងៃមេឃអត់បើកថ្ងៃទេក្តីសម័យវាខុសពីការពិតបងប្អូនអើយបងប្អូនឃើញហើយមានអារម្មណ៍មិនដែរអាចខមមិននៅខាងក្រោមហើយចែករំលែកវីដេអូនឹងម្នាក់មួយផងផ្ញើទៅកាន់អ្នកដែលចង់ឃើញព្រិលចង់មកដើរលើព្រិលចង់មករស់នៅប្រទេសដែលមានព្រិលគឺវាអញ្ចឹងអរគុណបងប្អូនទាំងអស់គ្នាដែលទស្សនាវីដេអូនេះខ្ញុំស្រឡាញ់បងប្អូនទាំងអស់គ្នាខ្ញុំចន្ទរិទ្ធអរគុណតោះមកមើលពហិដែលធ្វើពីសំណល់រថក្រោះនៅរុស្ស៊ីពេលដឹងរឿងពហិមួយនេះធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលខ្លាំងមែនទែនបើសិនបើមើលគ្រាន់តែសបកពហិគឺមានពណ៌បៃតងចាស់ហើយធំស្កឹមស្កាយស្អាតមែនទែនហើយចូលដល់ក្នុងពហិនឹងឃើញការតុបតែងភាពប្រណិតកាន់តែថាវ៉ាវតែម្ដងពហិនឹងមានឈ្មោះថាព្រះវិហារព្រះយេស៊ូវមានបជនរស់ប៉ុន្តែបងប្អូនពេលដឹងរឿងកាន់តែច្បាស់ពីពហិនឹងខ្ញុំមានអារម្មណ៍ថាកាន់តែអស្ចារ្យហើយភ្ញាក់ផ្អើលស្រឡាំងកាំងខ្លាំងមែនទែនពីពួកគេបានយកដែកដែលមលាយពីរថក្រោះនិងអាវុធផ្សេងរបស់អាល្លឺម៉ង់ដែលបរាជ័យនៅក្នុងសង្គ្រាមចាញ់រុស្ស៊ីនៅក្នុងសង្គ្រាមលោកលើកទី2ហ្នឹងគេយកមករំលាយហើយធ្វើនៅផ្នែកខ្លះនៃពហិហ្នឹងពីគ្រឿងដែកទាំងអស់ហ្នឹងដូចជាកម្រាលឥដ្ឋជាដើមនិងផ្នែកផ្សេងទៀតហើយគេធ្វើបែបនេះដើម្បីរំលឹកថារាល់ពេលជំហានដែលយើងឈានជន់ដើរលើការ៉ូទាំងអស់ហ្នឹងបញ្ជាក់ថាអំពើហិង្សាត្រូវបានស្លាប់ហើយស្មារតីរួបរวมជាតិស្មារតីជាតិនិយមរបស់រុស្ស៊ីរស់ឡើងវិញអញ្ចឹងនេះគឺជាអ្វីដែលអស្ចារ្យខ្លាំងមែនទែនដែលរុស្ស៊ីបំលែងដែកដែលធ្លាប់តែសម្លាប់មនុស្សឲ្យក្លាយទៅជាទីសក្ការៈដែលផ្ដល់សេចក្តីសុខផ្ដល់សុវត្ថិភាពនិងសន្តិភាពដល់ផ្លូវចិត្តគេអត់បោះបង់ប្រវត្តិសាស្ត្រដែលធ្លាប់ឈឺចាប់ប៉ុន្តែគេយកវាមកធ្វើជាគ្រឹះនៃជ័យជំនះ
ហើយនៅពេលដែលដើរនៅក្នុងបរិវេណផ្សេងៗនៃព្រះវិហារនឹងក៏ឃើញនៅប្រវត្តិសាស្ត្ររឿងរ៉ាវដែលគេដាក់បង្ហាញជាច្រើនហើយទាំងអស់នេះដូចជាសារទៅកាន់ពិភពលោកដែលថាបើសិនបើនរណាឈ្លានពានទឹកដីគេនឹងក្លាយជាឥដ្ឋក្រសម្រាប់ម្ចាស់ទឹកដីគេជន់ពីលើអញ្ចឹងពេលដើរនៅក្នុងពហិយនឹងធ្វើខ្ញុំនឹកឃើញដល់ខ្មែរយើងជាជាតិសាសន៍ដែលមិនស្រឡាញ់សង្គ្រាមតែម្ដងយើងមិនចង់បានអីទេគឺយើងចង់បានតែសន្តិភាពប៉ុន្តែយើងក៏មិនអនុញ្ញាតឲ្យអ្នកគេរំលោភបំពានទឹកដីរបស់យើងសេចក្តីថ្លៃថ្នូររបស់យើងដែរអញ្ចឹងអ្វីដែលធ្ងន់ហើយរំលឹកមកកាន់ចិត្តខ្ញុំខ្លាំងមែនទែនគឺស្មារតីស្នេហាជាតិរុស្ស៊ីអាចបង្កើតវិហារនឹងបានដោយសារតែគេរួបរวมគេប្រយុទ្ធការពារទឹកដីរបស់គេខំប្រឹងដើម្បីយកឈ្នះសត្រូវដែលឈ្លានពានអញ្ចឹងយើងទាំងអស់គ្នាជាខ្មែរត្រូវតែរួបរวมត្រូវតែស្រឡាញ់កុំបែកបាក់សាមគ្គីចូលរួមទាំងអស់គ្នាតាមចំណែករបស់យើងតាមដែលអាចធ្វើទៅបានដើម្បីការពារប្រទេសជាតិរបស់យើងដូចយើងឃើញរដ្ឋាភិបាលខំហើយបងវីរៈកងទ័ពនៅមុខក៏ឈរការពារអញ្ចឹងយើងជាប្រជាជនទាំងអស់គ្នាអត់មានធ្វើអីកើតទេគឺចូលរួមបន្តពហិការក៏ដូចជាធ្វើអីនៅចំណែករបស់យើងតាមតែអាចធ្វើទៅបានធ្វើមិនកុំឲ្យបែកបាក់សាមគ្គីអញ្ចឹងអ្វីដែលខ្ញុំឃើញនៅទីនោះគឺរត់ក្រោះរឹងមាំយ៉ាងណាក៏ដោយប៉ុន្តែវានៅតែចាញ់សាមគ្គីភាពរបស់មនុស្សទាំងអស់នៅក្នុងប្រទេសជាតិនោះអញ្ចឹងខ្ញុំជឿថាដរាបណាយើងរួបរวมយើងនឹងនៅតែខ្លាំងបាទអញ្ចឹងនេះហើយគឺជាទស្សនវិជ្ជានៃព្រះវិហារនេះក៏ដូចជាទស្សនវិជ្ជាជុំវិញសង្ឃឹមថាបងប្អូនទាំងអស់គ្នាមើលហើយចាប់អារម្មណ៍ហើយបងប្អូនយល់យ៉ាងណាដែរចំពោះការយកសភាវុធនិងរថក្រោះមកសាងសង់ជាព្រះវិហាររបស់រុស្ស៊ីហើយមានអារម្មណ៍ថាប្លែកអត់តើបងប្អូនយល់យ៉ាងណាអាចខមមិននៅខាងក្រោមបានហើយបើសិនបើគិតថាវីដេអូនេះល្អគួរឲ្យចាប់អារម្មណ៍និងជាការដាស់តឿនស្មារតីស្នេហាជាតិកុំភ្លេចចែករំលែកវីដេអូនេះផងអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនាបើសិនបើបងប្អូនអត់ទាន់ follow ខ្ញុំនៅ like អាច follow ម្នាក់មួយដើម្បីមើលវីដេអូថ្មីផ្សេងទៀតខ្ញុំចន្ទរិទ្ធសូមអរគុណតោះទាំងអស់គ្នាយើងមកមើលទស្សនវិជ្ជាទាំងស្រុងនៃទីក្រុងមូស្គូតែម្ដងហើយទីទៀតគេនឹងប្រចាំងភ្លើងគេដាក់បង្ហាញហ្មងលយខ្លាំងតោះទៅមើលទាំងអស់គ្នា Эта песня вам хорошо знакома. Давайте споем ее вместе. Я люблю подмосковные рощи и мосты над твоею рекой. Я люблю твою Красную площадь и кремлевский курантов бой. Города и далекие столица, от тебе не умолкнет волна. Дорогая моя столица, золотая моя Москва. មិនដែរទាំងអស់គ្នាក្រោយពីមើលហើយលយអត់ខ្ញុំហ៊ាននិយាយថាប្រទេសគេទំនើបហើយលយខ្លាំងពងដើរទៅមុខលឿនខ្លាំងមែនទែនអញ្ចឹងបើសិនបើទាំងអស់គ្នាចង់ឃើញកន្លែងផ្សេងទៀតកន្លែងអស្ចារ្យលយអញ្ចឹងទៀតកុំភ្លេចចុចចែករំលែកនិង share វីដេអូនេះផងហើយជួបគ្នានៅវីដេអូក្រោយទៀតអរគុណច្រើនអ្នកនរគ្នាបាយ